ออกคุณบงปอนและมันโจมมือหนึ่ง subscribe ในช่องរបស់ខ្ញុំជូនពរបងប្អូនទាំងឡាយជួបតែសំណាងល្អនិងជោគជ័យគ្រប់ភារកិច្ចទាំងគេឥឡូវចេះស្រងដៃទៀតជាពិសេសថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយអំពីការរបៀបបង្ហាត់សត្វស្ទៀងនិងធ្វើឲ្យស្ទៀងគឺមានការទុកចិត្តនិងការបង្កើតទំនុកចិត្តនិងបង្ហាត់ស្ទៀងឲ្យចេះឆ្លងដៃបានបន្តិចបន្តួចដើម្បីបង្ហាញបងប្អូនចូលទស្សនាកម្សាន្តនិងដើម្បីឲ្យសត្វស្ទៀងស្ដាប់បង្គាប់និងមិនហើរចោលម្ចាស់គឺត្រូវបង្ហាត់ធ្វើឡើងជាជំហានដោយការអត់ធ្មត់ខ្ពស់បំផុតនិងជាពិសេសការដែលបងប្អូនបានមើលសត្វស្ទៀងនេះគឺស្ទៀងថ្មីដែលខ្ញុំទើបនឹងយកមកស្ទៀងនៅខ្ចីទេប៉ុន្តែទើបតែចេះឆ្លងដៃបានតិចហ្នឹងគឺ like គឺ subscribe ម្នាក់មួយផងដាក់ចំណីផ្សេងសត្វអកភ្នំស្អាតអត់បងប្អូនបើស្អាតជួយនិយាយមើលអូននេះប៉ាន់និយាយខ្ញុំក្រំនៅកំពូលភ្នំដល់ទៅយូរអានេះក៏យំមិនសត្វអកយំមិនដឹងហើយចាកាត់កាយនឹងកាន់ប៉ាคงកាត់បាច់មកនេះដូចមានតែវាមានមួយពេលដូរអាហ្នឹងផោឡើងហ្នឹងវាខានហូរយូរដល់